មកទៅហើយអ្នកនរគ្នាជាមួយនឹង power bank 5 in 1 ណាប៉ុន្តែ 5 in 1 នេះគឺប្លែកពី5 in 1 ស៊េរីមុនអ្នកនរគ្នាដែលជាប្រភេទ5 in 1ដែលមានរូបរាងប្លែកខុសពី5 in 1 មុនណាប៉ុន្តែអាចប្រើប្រាស់បាន5មុខងារដូចគ្នាទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមើលជាមួយនឹងរូបរាងរបស់ power bank នេះលេងបានគឺមានរូបរាងប្លែកមែនទែនអ្នកនរគ្នាអញ្ចឹងសម្រាប់ power bank នេះអ្នកនរគ្នាអាចសាកដោយប្រើ wireless ក៏បានអ្នកនរគ្នាអាចសាកដោយប្រើខ្សែក៏បានដែរអ្នកនរគ្នាហើយសម្រាប់ល្បឿនសាក wireless ណាគឺអាចសាកបានល្បឿន15 វ៉ាត់អញ្ចឹងល្បឿន15 វ៉ាត់ហ្នឹងគឺជាល្បឿនស្តង់ដាណានៅពេលដែលអ្នកនរគ្នាសាកជាមួយទូរស័ព្ទទៅវាអត់ធ្វើឲ្យប៉ះពាល់ទៅដល់ឧបករណ៍របស់អ្នកទាំងអស់គ្នាទេហើយបើសិនជាអ្នកទាំងអស់គ្នាសាកតាមខ្សែគឺវាអាចសាកបានល្បឿន22.5 វ៉ាត់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់សាកល្បឿនលឿនណាអ្នកទាំងអស់គ្នាអាចសាកជាមួយខ្សែបានហើយនៅខាងនេះវិញមានជាប្រភេទជើងទម្រទូរស័ព្ទណាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង wireless charge គឺអ្នកទាំងអស់គ្នាអាចបញ្ឈរទូរស័ព្ទបានអញ្ចឹងចំណេញមែនតើអ្នកទាំងអស់គ្នាហើយសម្រាប់ AC plug នេះនៅពេលដែលអ្នកទាំងអស់គ្នាអស់ថ្មជាមួយនឹង power bank នេះអាចយកទៅដោតផ្ទាល់ជាមួយនឹងព្រីភ្លើងបានគឺអាចសាកចូលទៅកាន់ power bank នេះបានដូចគ្នាអ្នកទាំងអស់គ្នាអត់ចង់សាកតាមខ្សែអាចសាកជាមួយនឹង AC plug នេះបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង power bank នេះណាអាចបញ្ជាទិញឥឡូវនេះបាន